អំពីប្រាសាទព្រះវិហារនិងព្រឹត្តិការណ៍សំខាន់17ចំណុចគប្បីចងចាំស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជួមខ្សានខេត្តព្រះវិហារប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាង 1000 ឆ្នាំកំពុងឈរបង្អួតរៀងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្ពស់ប្រមាណ625ម៉ែត្រពីនីវ៉ូទឹកសមុទ្រនាំឲ្យមនុស្សម្នាកោតស្ញប់ស្ញែងចាត់ទុកជាទីសក្ការៈនិងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់កាលសម័យអង្គរប្រាសាទព្រះវិហារគឺមានឈ្មោះដើមថាស្រីសុក្ខាគិរីស្វារមានន័យថាជាម្ចាស់នៃកំពូលភ្នំហើយក៏ជាឈ្មោះនៅលឹងថ្មព្រះឥសូរដែលស្ដេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៃគ្រិស្តសករាជឆ្នាំ889ធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែកដែលកាលនោះគឺស្ថិតនៅចំកណ្ដាលនៃអតីតទឹកដីមហានគរខ្មែរដែលបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រសាងសង់ក្នុងអំឡុងចុងសតវត្សទី9បញ្ចប់ទៅនៅដើមសតវត្សទី12ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2នៃសម័យមហានគរដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនាជាបន្តយើងខ្ញុំសូមធ្វើការសង្ខេបពីព្រឹត្តិការណ៍និងការបរិច្ឆេទសំខាន់ដែលកុលបុត្រាបុត្រីកម្ពុជារដ្ឋាភិបាលចងចាំឲ្យបានច្បាស់ដូចខាងក្រោម1ឆ្នាំ889ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1សាងសង់ជុំសវទី9និងបញ្ចប់សវទី12 2ឆ្នាំ1954ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាចាប់តាមផ្ទុះឡើងខ្លាំង3ថ្ងៃទី6ខែតុលាឆ្នាំ1959កម្ពុជាដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទក្រោយការតវ៉ាតាមរយៈការទូតជាមួយថៃបរាជ័យ4ថ្ងៃទី8ខែធ្នូឆ្នាំ1959សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជា5ថ្ងៃទី10ដល់15ខែមេសាឆ្នាំ1960សវនរាជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃ6ថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលប៉ាន់តឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជា7ថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេបានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃ8ថ្ងៃទី7ខែកក្កដាឆ្នាំ2008អង្គការយូណេស្កូបានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី32នាទីក្រុងកេបិចប្រទេសកាណាដាក្រោមសេចក្តីសម្រេច32ខ8ប៊ី102 9ថ្ងៃទី10ខែតុលាឆ្នាំ2001រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ10ថ្ងៃទី30ខែមិថុនាឆ្នាំ2006ការបញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូក្រុងប៉ារីស11ថ្ងៃទី23ដល់29ខែតុលាឆ្នាំ2006បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវិតម្លៃប្រាង្គប្រាសាទនិងរមណីយដ្ឋាន ICOMOL នៅតំបន់ប្រាសាទព្រះវិហារ12ថ្ងៃទី21ខែមករាឆ្នាំ2007សេចក្តីយល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOL
13 ថ្ងៃទី 23 ខែមិថុនាដល់ថ្ងៃទី 2 ខែកក្កដាឆ្នាំ 2007 កិច្ចប្រជុំលើកទី 31 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅរីសឈើចក្រៃឈិចប្រទេសនូវែលសេឡង់ 14 ថ្ងៃទី 7 ខែកក្កដាឆ្នាំ 2008 ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី 32 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នៅទីក្រុងកេបិចប្រទេសកាណាដា 15 ថ្ងៃទី 15 ខែកក្កដាឆ្នាំ 2008 ហើយបានទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិប្បខាគិរីស្វារក្បែរតំបន់ប្រាសាទព្រះវិហារចម្ងាយប្រមាណ 300 ម៉ែត្រពីទឹកដីកម្ពុជា 16 ថ្ងៃទី 11 ខែសីហាឆ្នាំ 2010 កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនៃក្រុងញូវយ៉កដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឲ្យមានយន្តកម្មអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរថៃមុំជាប់ប្រាសាទព្រះវិហារ ថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ 4.6 គីឡូម៉ែត្រការ៉េជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន ផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថាប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរនិងដែនអធិបតេយ្យភាពរបស់កម្ពុជា 17 នៅថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2013 តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ 1962 របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ តាមរយៈសិលាចារឹកដែលមានឆ្លាក់ចាស់នៅលើប្រាសាទបាពួនសិលាចារឹក K.583 បានចារថាមានព្រះអង្គម្ចាស់មួយអង្គព្រះនាមឥន្ទ្រាយិតជាក្សត្រដែលខ្លាំងពូកែអាចច្បាំងយកជ័យជំនះលើស្ដេចចាំបាននោះទ្រង់ជាក្សត្រដែលបានយកលិង្គថ្មធម្មជាមួយឈ្មោះស្រីសខវិស្វរៈមកតាំងនឹងមកប្រតិស្ថានលើប្រាសាទព្រះវិហារ បើតាមអត្ថបទសិលាចារឹកនៅប្រាសាទព្រះវិហារលើ K.581 ចារជាភាសាខ្មែរបុរាណនិងជាភាសាសំស្ក្រឹត ប្រវត្តិប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរមួយនេះគឺមានទំនាក់ទំនងជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះថាតបស្វិនបណ្ឌិត ព្រាហ្មណ៍តបស្វិនបណ្ឌិតមានអាស្រមមួយនៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារ នៅអំឡុងឆ្នាំ 1024 នៃគ្រិស្តសករាជព្រាហ្មណ៍នោះបានទទួលអង្រឹងស្នែងមាសនិងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពីព្រះបាទសូរ្យវរ្ម័នទី 1 ដែលជាការដឹងគុណពីព្រះអង្គចំពោះព្រាហ្មណ៍តបស្វិនបណ្ឌិតក្នុងការថែរក្សាលិង្គព្រះអាទិទេព នៅលើសិលាចារឹកមានបញ្ជាក់ទៀតថាព្រះបាទសូរ្យវរ្ម័នទី 1 ជាក្សត្រមានជំនឿខ្លាំងណាស់លើលិង្គអាទិទេពមួយអង្គនេះហើយកំណត់ត្រាសិលាចារឹកបញ្ជាក់ច្បាស់ៗថាសីវលិង្គនេះតែងតែសម្ដែងមហិទ្ធិឫទ្ធិបដិហារឲ្យព្រះអង្គបានពោល ក្នុងបរិវេណប្រាសាទមានស្រះទឹកបុរាណមួយមានទីតាំងស្ថិតនៅខាងឆ្វេងព្រះថ្នល់ចន្លោះគោបុរៈទី 4 និងគោបុរៈទី 5 ទទឹងប្រវែង 16.80 ម៉ែត្រនិងបណ្ដោយ 37.80 ម៉ែត្រ បើតាមដំណើរតគ្នាមកល្បីថាស្រះទឹកនេះជាទឹកមន្តស័ក្តិសិទ្ធិអស្ចារ្យសម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗហើយសូម្បីតែអតីតព្រះមហាក្សត្រថៃព្រះបាទភូមិបុលអាដូលយ៉ាដេតធ្លាប់បានប្រើទឹកពីស្រះនេះ ដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី 9 ខែមិថុនាឆ្នាំ 1946 ផងដែរ ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជា ចាប់តាមផ្ទុះឡើងខ្លាំងក្នុងឆ្នាំ 1954 បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលមកកាន់ប្រាសាទព្រះវិហារទាំងកុកឃ្លើន រដ្ឋាភិបាលកម្ពុជាពេលនោះដែលមានព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរដ្ឋនាថជាប្រមុខរដ្ឋបានដឹកនាំកម្ពុជាបើកដំណើរការទាមទារកម្មសិទ្ធិតាមរយៈការទូតជាមួយថៃប៉ុន្តែត្រូវបរាជ័យនាំឲ្យកម្ពុជាងាកទៅរកយន្តការតុលាការវិញម្ដង ដោយបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនៅថ្ងៃទី 6 ខែតុលាឆ្នាំ 1959 ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទ
នៅថ្ងៃទី8 ខែធ្នូឆ្នាំ1959 សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាទៅវិញ សវនកម្មជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃ ត្រូវបានបាត់ធ្វើឡើងចាប់ពីថ្ងៃទី 10 រហូតដល់ថ្ងៃទី 15 ខែមេសាឆ្នាំ 1960 ហើយថ្ងៃទី 26 ខែឧសភាឆ្នាំ 1961 តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថា តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជា តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី 1 ដែលគេធ្វើឡើងរវាងបារាំងសៀមក្នុងសន្ធិសញ្ញាឆ្នាំ 1904 បង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដដោយថ្ងៃទី 15 មិថុនាឆ្នាំ 1962 ប្រាសាទព្រះវិហារត្រូវតុលាការអន្តរជាតិក្រុងឡាអេសម្រេចសាលក្រមប្រគល់ឲ្យភាគីកម្ពុជា ជាអ្នកឈ្នះក្តីរឿងវិវាទកម្ពុជាថៃ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី 32 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នាថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2008 ធ្វើឡើងនៅទីក្រុងកេបិចប្រទេសកាណាដា វិវាទព្រំដែនកម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារចាប់ផ្ដើមផ្ទុះជាថ្មីអំឡុងខែមិថុនាឆ្នាំ 2008 ជាពេលដែលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយនៅថ្ងៃទី 15 ខែកក្កដាឆ្នាំ 2008 ថៃបានទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិបខាគិរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះវិហារចម្ងាយប្រមាណ 300 ម៉ែត្រពីទឹកដីកម្ពុជា វិវាទនេះបានបង្កឲ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរនិងបង្កជាក្តីក្តាំជាថ្មីនៅលើតុលាការអន្តរជាតិ ICJ រហូតដល់ខែធ្នូ ឆ្នាំ 2011 កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2013 តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ 1962 របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ បញ្ជាទិញកុំព្យូទ័រពីភឿនទទួលបានឱកាសការងារកុំព្យូទ័ររៀនតាមអនឡាញដោយឥតគិតថ្លៃចាប់ពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់នៃកុំព្យូទ័រវិទ្យាសាស្ត្រ Order a computer from phone 092-345-959. Get a computer job opportunity. Learn online for free. From basic to advanced level of science computer.